ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិលជាអ្វីដែលអារ៉ាប៊ីសាអូឌីតទន្ទឹងចង់បានជាច្រើនទសវត្សរ៍មកហើយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសម្រេចក្តីបំណងរបស់រដ្ឋធានីរីយ៉ាតតែបានដាក់លក្ខខណ្ឌបន្ថែមឲ្យអារ៉ាប៊ីសាអូឌីតត្រូវទទួលស្គាល់រដ្ឋអ៊ីស្រាអែលពលគឺរដ្ឋអំណាចទីក្រុងរីយ៉ាតត្រូវចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងអាប់រ៉ាហាំកិច្ចព្រមព្រៀងអាប់រ៉ាហាំបង្កើតឡើងនៅឆ្នាំ2020ក្រោមការជ្រោមជ្រែងរបស់លោកដូណាល់ត្រាំដើម្បីជំរុញសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយឈានទៅភ្ជាប់មេត្រីភាពជាធម្មតារវាងអតីតគូសត្រូវអ៊ីស្រាអែលជាមួយប្រទេសអារ៉ាប់កាន់សាសនាអ៊ីស្លាមចំនួន3គឺអារ៉ាប៊ីសាអូឌីត បារ៉ែន និងម៉ារ៉ុកកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរស៊ីវិលនេះបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីថាមពលអាមេរិកលោក Christopher Wright និងរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdelaziz Ben Salman នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃប្រហ័សទី23មករាគេត្រូវរងចាំការអនុម័តសម្រេចពីសភា Congress អាមេរិកជាមុនសិនប្រសិនបើកិច្ចព្រមព្រៀងចូលជាធរមានមែននោះក្រុមហ៊ុនអាមេរិកនឹងអាចវិនិយោគទុនកើបប្រាក់ចំណេញរាប់ពាន់លានដុល្លារហើយចំណែករដ្ឋអំណាចទីក្រុងរីយ៉ាតក៏អាចនឹងបោះពួយមួយជំហានទៅមុខឈ្នះដៃគូសត្រូវអ៊ីរ៉ង់កិច្ចព្រមព្រៀងរវាង Washington និងរីយ៉ាតក៏នឹងបើកផ្លូវឲ្យអារ៉ាប៊ីសាអូឌីតកសាងបង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលសពថ្ងៃរាជាណាចក្រមួយនេះរំពឹងតែទៅលើថាមពលប្រេងនិងឧស្ម័នហ្គាសដើម្បីផលិតអគ្គិសនីកិច្ចព្រមព្រៀងរវាង Washington និងរីយ៉ាតនេះក៏ធ្លាក់មកនៅក្នុងបរិបទដែលអាមេរិកបញ្ឆេះភ្លើងសង្គ្រាមវាយប្រហារអ៊ីរ៉ង់ដើម្បីបញ្ជៀសការផលិតអាវុធនុយក្លេអ៊ែរម្ល៉េះហើយព្យុះរិះគន់ធ្លាក់មកជៀសមិនផុតអ្នកតំណាងរាស្ត្រប្រឆាំងដ៏លេចធ្លោនៅអាមេរិកលោក Bernie Sanders បានរិះគន់លោកដូណាល់ត្រាំថាកំពុងតែធ្វើរឿងមិនសមហេតុផលតតែសោះលោកត្រាំកំពុងធ្វើសង្គ្រាមហាមឃាត់អ៊ីរ៉ង់មិនឲ្យមាននុយក្លេអ៊ែរតែបែរជាបើកភ្លើងខៀវឲ្យអារ៉ាប៊ីសាអូឌីតដែលជាមិត្តអាមេរិកនិងជាសត្រូវអ៊ីរ៉ង់ហើយក៏ជាប្រទេសផ្ដាច់ការដ៏អាក្រក់អាចមាននុយក្លេអ៊ែរទៅវិញនេះបើតាមសំណេរនៅក្នុងបណ្ដាញសង្គម X របស់លោក Bernie Sanders ទន្ទឹមនឹងគ្នានេះដែរអ្នកតំណាងរាស្ត្រអាមេរិកមួយរូបទៀតគឺលោក Christopher Scott Murphy ក៏បានរិះគន់ថាកិច្ចព្រមព្រៀងនេះបង្កអរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានិងបង្កើតក្តីព្រួយបារម្ភអំពីការសាយភាយអាវុធប្រឡាយលោកតែប្រឈមនឹងការរិះគន់ថាអារ៉ាប៊ីសាអូឌីតអាចនឹងឆ្លៀតឱកាសចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដើម្បីផលិតអាវុធបរមាណូលោកដូណាល់ត្រាំក៏បានធានាអះអាងថានឹងគ្មានការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមទេជុំវិញសំណុំរឿងទទួលស្គាល់រដ្ឋអ៊ីស្រាអែលដែលជាលក្ខខណ្ឌបន្ថែមរបស់លោកដូណាល់ត្រាំបណ្ដាអ្នកវិភាគភូមិសាស្ត្រនយោបាយជាច្រើនបានព្យាករណ៍ថាអារ៉ាប៊ីសាអូឌីតដែលមើលមុខអ៊ីស្រាអែលមិនចំជាច្រើនទសវត្សរ៍មកហើយនោះទំនងជាមិនទាន់អាចទទួលស្គាល់រដ្ឋអ៊ីស្រាអែលក្នុងពេលអនាគតដ៏ខ្លីទេ